សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះវីដេអូមួយនេះយើងអត់បានធ្វើការអនុឡ័យអំពីទិសដៅហាងឆេងមានអីទេគឺខ្ញុំមកធ្វើវីដេអូ review ឡើងវិញអំពី Properm Funding អំពី Properm លើកមុនខ្ញុំធ្លាប់ទទួលបានសំណួរចម្លើយហើយនឹងវីដេអូដែលខ្ញុំចេញអំពី Properm FTMO ជាមួយនឹង 5% ពីហ្នឹងសិតតែជា fund ដែលកំពុងប្រើប្រាស់បច្ចុប្បន្នហើយមានប្រជាប្រិយភាពផងដែរសម្រាប់បច្ចុប្បន្នខ្ញុំក៏លេចឃើញមាន Properm ថ្មីមួយទៀតហើយជាការ recommend ការជ្រើសរើស Properm ការចំណាយដើមទុនណាមួយទៅប្រឡងទៅអីទៅ trainer អាហ្នឹងគឺជាបន្ទុកផិនខ្លួនយើងជាចំណេះដឹងផិនយើងផ្នែកហិរញ្ញវត្ថុក្នុងទីផ្សារ forex លើបណ្ដាញសង្គមយើងហៅថាលើពិភពលោកចុះអញ្ចឹងយើងត្រូវចេះ back up ទិន្នន័យហើយការ recommend វីដេអូមួយនេះវាគ្រាន់តែចែករំលែកនៅបទពិសោធន៍ទេអត់បាន recommend អ្នកទាំងអស់គ្នាត្រូវតែធ្វើតាមអត់បាន recommend អ្នកទាំងអស់គ្នាត្រូវតែទិញ funding មួយនេះaccount មួយនេះនោះទេនេះជាការចែករំលែកណាអរគុណតោះយើងបន្តទៅមើលបច្ចុប្បន្នខ្ញុំឃើញមាន Properm នេះខ្ញុំនិយាយអំពី instant account instant ពពួក instant ខ្ញុំមកទីហោថាខ្ញុំយក instant នេះ challenge យើងដឹងហើយជាទូទៅអ្នកដែលធ្លាប់កាន់ fund ឬក៏ប្រឡង fund ពេលដែលយើងប្រឡងជាមួយនឹង account full step បែបនេះគឺយើងមានពីរដំណាក់កាលទី1ដំណាក់កាលទី2ដល់ដំណាក់កាលទី3ទើបយើងបាន account real មក trade ហើយ profit sharing ជាមួយគេប៉ុន្តែសម្រាប់ instant វិញនៅពេលដែលយើងចុះឈ្មោះប្រឡងហើយយើងបំពេញ KYC ហើយយើងបានបង់លុយគេហើយបាទនេះយើង pay លុយទៅតាមតម្លៃឧទាហរណ៍ fund នេះ$10,000 $10,000 លុយពិតជា account ពិតប៉ុន្តែមិនមែន demo ទេណាអញ្ចឹងគេឲ្យយើងបង់ប្រហែលនេះនៅក្នុងគូប៉ុងប៉ុនខ្ញុំឃើញមានបញ្ចុះតម្លៃ 25% អញ្ចឹងតម្លៃ$78 fee $78 ប៉ុន្តែគេបញ្ចុះអញ្ចឹងសល់ដល់ជិត$20ចេញ$19 5កាក់ចេញទៅសល់$58អញ្ចឹងនៅពេលដែលយើងចំណាយលុយ$58.5 5សេននេះយើងបាន account មួយគេហៅថា account real ប៉ុន្តែវាជាប្រភេទ instant បញ្ជាពេលដែលយើងចុះឈ្មោះហើយយើងមិនបាច់ប្រឡងទេយើងបាន account ហ្នឹងមួយ real ហ្មង account ហ្នឹង real ចំនួនលុយ$10,000អញ្ចឹងទៅប៉ុន្តែការ trade យើងមើលមក daily low គេកំណត់ឲ្យយើងខាត់ 4% នេះយើងអានតាមហ្នឹងមុនណាហើយtotal loss $600ណាហើយ profit target 6% បានន័យថាបើយើង trade ក្រោមផលចំណេញ 6% គេឲ្យដាក់លុយតលតែ 6% ឡើងបន្តិចឧទាហរណ៍ account 10000យើង trade ចំណេញបាន$600គត់ក៏យើងអាចដកលុយបានដែរដោយសារវា hit target ហើយប៉ុន្តែគណនីនឹងនៅជាប់ profit consistency មួយទៀត profit consistency នេះគេបែងចែកជាមួយការ trade ប្រចាំថ្ងៃប៉ុនយើងឲ្យល្អវាមិនយើងចុចកាសចូលមកយើងដឹងទាំងអស់គ្នាខ្ញុំមកឧទាហរណ៍ថាពើមនេះគេអត់មានកំណត់day trade ទេ per day trade អញ្ចឹងយើងត្រូវរក profit consistency គិតជាថ្ងៃឥឡូវខ្ញុំឧទាហរណ៍ដល់មួយអាទិត្យសម្រាប់លុយ 6% យើងធ្វើមិនបើសិនជាមួយថ្ងៃយើង trade យក100មើល100 6ថ្ងៃអត់គ្រប់យើងថា account 10000យើងតិចយើង trade 150ចុះអញ្ចឹងយើង trade 150មែនអត់អញ្ចឹង150បើសិនជាយើង trade profit 150ថេអញ្ចឹង5ថ្ងៃយើងបានប្រហែលយើងសាកគុណមើលចានដល់សុកនេះ750អញ្ចឹងវាមាន win loss ប្រចាំថ្ងៃប៉ុន្តែក្នុងប្រចាំថ្ងៃធ្វើឲ្យ make profit ឲ្យបាន$150អាចក្រោមនឹងក៏បានតែកុំឲ្យឡើងរហូតដើម្បីយើងយកមេគុណព្រោះអីនៅពេលដែលគេគិត consistency គេយកអាលុយ profit ប្រចាំថ្ងៃដែលធំជាងគេយកមកចែកអញ្ចឹង$750មែនអត់$750អញ្ចឹងយើងយក$150ចែកឲ្យ$750មកឃើញប្រហែលនេះឃើញ 0.2 ហ្នឹងបើយើងគិតជាភាគរយទៅគឺវា 20% ហ្នឹងឯង profit consistency នៅរបៀបចែកផ្លូវកាត់អញ្ចឹងបើសិនជាយើងមានខាតមាន win មាន loss យើងគុណតាមហ្នឹងទៅប៉ុន្តែបើសិនជាយើងយក150ហើយទៅចែកឲ្យបើសិនជា profit ហ្នឹងសរុបក្នុងថ្ងៃដែល trade នេះយើងអត់បានពេញទេថ្ងៃខ្លះយើងបាន100អញ្ចឹងយើងគិតថាបានតែ650ចុះយើងសាកចែកមើលយើងបាន profit consistency ប្រហែលនេះយើងបាន 0.23% ទេ profit consistency អញ្ចឹងបើសិនជា 0.23 វាចូលកណនីនេះ profit split បានន័យថាការបែងចែកភាគរយ
ភាគរយនៅ prop firm នេះលើកទី1ខ្ញុំឃើញគេឲ្យតែ50ទេលើកទី2គេឲ្យដល់70ទៅ90%ប៉ុន្តែគេត្រូវកណនា profit consistency របស់អ្នកទាំងអស់គ្នាអញ្ចឹងគេកណនាបែបម៉េចបើសិនជាការដកលុយដំបូងឬក៏ដកលុយនៅពេលដែលយើង profit consistency យើងចាប់ពី0.0 ចាប់ពី23ឬក៏21% ឡើងទៅគេឲ្យផលចំណេញមកយើងតែ 10% នៃលុយ profit សរុបដែលយើងមានទេហើយថ្ងៃដែលយើងដកលុយគឺគេ reset account យើងទៅសារដើមវិញយើង trade ទៀតដកលុយទៀតរាល់ថ្ងៃ time ហ្នឹងអញ្ចឹងទៅណាតែជាការ recommend សូមមេត្តា trade ធ្វើយ៉ាងម៉េចឲ្យបានក្រោម 20% មកចាំដក profit ទៅបានច្រើនណាបើសិនជាយើង trade ទៅនៅក្នុង rule នេះតែយើង trade ទៅតែ profit consistency យើងចែកទៅឃើញចាប់ពីប៉ុណ្ណឹងឡើងទៅគឺយើងដកលុយអត់បាន 50% ហើយយើងបាន 10% នេះ 23% គេការបែងចែក trade របៀបហ្នឹងណាឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែង account ខ្ញុំ review account ខ្ញុំនេះ certificate ពេលយើង trade ចំណេញយើងបាន certificate ហ្នឹងមកហើយ account instant អត់ដូច account two step ទេដោយសារអីគេត្រូវការ profit consistent បានន័យថាយើង drop trade របៀបម៉េចចំណេញរបៀបម៉េចដកលុយរបៀបម៉េចគឺយើង trade របៀបហ្នឹងណាយើងអត់ម្ដងចំណេញតិចម្ដងចំណេញច្រើនអត់ទេអញ្ចឹងខ្ញុំឲ្យមើលការ trade ប៉ុនខ្ញុំមួយនេះខ្ញុំប្រើរយៈពេលប្រហែលណាខ្ញុំចាក់វីដេអូតោះយើងមើលវីដេអូមួយនេះអញ្ចឹងការ order ប៉ុនខ្ញុំ trade បានរយៈពេល4ថ្ងៃខ្ញុំកំណត់ account $10,000 ហ្នឹងមួយថ្ងៃខ្ញុំ trade តែមួយ trade ឬក៏2 trade ទេប៉ុន្តែខ្ញុំយក profit តែ$300ទេនេះគឺជាថ្ងៃដែល reset account នេះចូលខ្ញុំឲ្យមើល profit ដំបូងនេះចាំមើលខ្ញុំចូលតែមួយ trade ទេក្នុងថ្ងៃទី1ខ្ញុំបានលុយ$300លុយចំណេញហើយ SL ហាមប្រើលើស 2% ក្នុងម្ដងមិនមែនថាមួយ trade ទេទីហើយយើងចូល 3-4% អញ្ចឹងក៏ដោយសរុបធ្វើមិនកុំឲ្យខាតពេលប៉ា SL សរុបទាំងអស់ហ្នឹងទៅមិនថាគូពេងគូយ៉ាងណាទេកុំឲ្យលើស 2% គេនឹងពមៀនយើងលើកទី1លើកទី2តែលើកទី3គេដក account ទៅវិញបានន័យថាយើងពិបាកក្នុងការ trade 2% ទៅ C2% ឬទៅ C6 យើងអាចប្រើ SL តែ 1% ឬក៏ 1% កន្លះដើម្បីទៅ C3% ឬក៏ 5% ឬក៏ 6% តាមអ្វីដែលយើងចង់បានទៅការអ្វីដែលយើងជំនាញយើង trade អីអញ្ចឹងដូចខ្ញុំដាក់នេះ 1.3 អញ្ចឹង SL ខ្ញុំ100ហើយ TP 300អញ្ចឹងទៅយើងអាចធ្វើបានយើងប្រើយុទ្ធសាស្ត្រដែលយើងអាច trade រក profit វាបានអញ្ចឹងណា sorry ខ្ញុំផ្សាយបន្តិចលឿនពេកនេះនៅពេលដែលយើងចូលទៅមានគេកាត់like commission ហើយទៅទៅ pro firm អញ្ចឹង account $10,000ខ្ញុំចូល3គ្រាប់អញ្ចឹងពេល hit profit $300ខ្ញុំសម្រាប់ថ្ងៃហ្នឹងខ្ញុំអត់ trade ទេថ្ងៃបន្ទាប់បានខ្ញុំ trade អញ្ចឹងយើងមើលអា position ថ្ងៃបន្ទាប់ទៀតមកនេះថ្ងៃបន្ទាប់មួយទៀតអញ្ចឹងដូចគ្នាខ្ញុំចូលដូចគ្នាប៉ុន្តែលុយ profit ខ្ញុំបាន$13,000ហើយអញ្ចឹងថ្ងៃនេះខ្ញុំរកដល់300ទៀតគ្រប់ហើយអញ្ចឹងថ្ងៃទី2បាន$16,600ទោះខ្ញុំទៅដល់ profit ទេខ្ញុំអត់ទាន់ដល់ពីព្រោះaccount ខ្ញុំហ្នឹងគេកំណត់ profit តិចបំផុត10% អញ្ចឹង 10% គឺ$1,000នេះ$10,000តើយើង trade ចំណេញបាន$1,000សិនបាន10បានអញ្ចឹងយើងអាចចំណេញបាន$200 $300 $500ទៅ$1,000ក៏បានតែហាមប្រើ SL នេះត្រប់3 trade នឹងចូលគ្នាហាមលើស 2% អញ្ចឹងយើងអាចប្រើបំផុត 1.8% ទេការពារវា floating SL ទៅ C គ្រប់ 2% គេពមៀនអញ្ចឹងណាអញ្ចឹងអានេះគឺជា trade ទី2ហើយអ្វីដែលខ្ញុំ trade ខ្ញុំប្រើយុទ្ធសាស្ត្រ BBMA moving average នេះre-entry buy អញ្ចឹងហើយប៉ះ TP ទៅបន្តមកទៀតនេះ profit trade ទី3ថ្ងៃទី3ព្រោះមួយថ្ងៃខ្ញុំ trade តែមួយ trade ទេថ្ងៃទី3នេះគឺយើង trade ចឹងដូចគ្នាហើយយើងព្យាយាម build profit ធ្វើម៉េចឲ្យបាន900នៅថ្ងៃទី3មកហើយថ្ងៃទី4យើង trade តែ100អីទៅគ្រប់ profit ដល់យើងដកលុយទៅហើយជាការតេស្តលើកដំបូងខ្ញុំដក profit ចំនួន$1,108ហ្នឹងឯងដូចក្នុង certificate ដែលគេដាក់ឲ្យហ្នឹងហើយ profit split គេគិតតាមហ្នឹងទៅនេះយើងបាន420ហើយសរុប600វីដេអូនេះមានមុនមានក្រោយយើងមើលអាកន្លែង900តោះមួយទៀតនេះទាំងអស់4 trade ខ្ញុំផុសក្នុង TikTok ហ្នឹងខ្ញុំ trade មួយថ្ងៃមួយ trade នេះ
10500 ចឹងថ្ងៃហ្នឹងគឺជាថ្ងៃដែល hit target 10900ដែលពេលថ្ងៃថ្មីមកដល់ពេលថ្ងៃថ្មីមកដល់ចូលឈានដល់ថ្ងៃទី4ថ្ងៃទី4គឺថ្ងៃសុក្រខ្ញុំចាប់ដើមចាប់ដើម trade account ថ្មីហើយដោយសារខ្ញុំដល់លុយពេលខ្ញុំដល់លុយគេ reset account ហើយអញ្ចឹងពេលដែលគេ reset account មួយនេះគឺយើង hit profit $300ណា$300 account này ខ្ញុំដកលុយបានហើយពេលដែលយើងដកលុយគឺ load ចូលខ្ញុំដកតាម USDT អញ្ចឹងវា load ចូលក្នុង Binance មកហើយយើងមើល detail មកនេះ detail នៅពេលដែលយើងក្នុងថ្ងៃហ្នឹងនៅពេលយើងដកលុយហើយគេ reset account ថា full trade បានន័យថាយើងអាច trade បានហើយក្នុងថ្ងៃហ្នឹងអញ្ចឹងដល់ពេលខ្ញុំចាប់ដើម trade ទៀតអញ្ចឹងខ្ញុំកំណត់ daily loss ខ្ញុំនេះទូជាង$500ខ្ញុំមិនអាច trade មួយថ្ងៃហ្នឹងខាតលើស500តែខាតលើស500គេដក account ទៅវិញ account real ហ្នឹងហើយមួយទៀត total loss 1000អញ្ចឹងក្នុងរយៈពេលថ្ងៃទីប៉ុន្មានក៏ដោយកុំអោយខ្ញុំសរុបការខាតលើស1000មួយថ្ងៃខ្ញុំខាត100 200 100 200ប៉ុន្តែសរុបអាការខាតហ្នឹងកុំអោយលើស1000ទៅលើ1000គេដក account ទៅវិញហើយមួយទៀត profit ខ្ញុំទៅតែបាន 2.98% ទេបាទន័យថាក្នុង account 10000មួយថ្ងៃខ្ញុំ trade យកតែ300ទេមក trade 2 trade គ្រប់300ខ្ញុំសម្រាប់ឲ្យខ្ញុំទុកស្អែកមិន trade ទៀតដើម្បីរក profit consistency អញ្ចឹងណាហើយបន្តមកទៀតនេះ profit consistency ខ្ញុំ 100% ទេស្អែកខ្ញុំទៅតែបានមួយថ្ងៃគេគិតជាថ្ងៃណាគេយក profit សរុបគិតជាថ្ងៃយកមកគុណចែកឥឡូវទីហោថា overall profit ខ្ញុំនេះ298អញ្ចឹងបើសិនជាថ្ងៃច័ន្ទអាទិត្យក្រោយទៅរហូតដល់ថ្ងៃសុក្រខ្ញុំ trade យកតែ298 298 ទៅអញ្ចឹងលទ្ធផល profit consistency យើងវាថយនេះលេខនេះវាថយយើងមើលឧទាហរណ៍នេះខ្ញុំ trade 298អញ្ចឹងខ្ញុំបូក298ទៀតហើយ profit យើងអាចកំណត់ខ្លួនឯងបានដែរមែនទេយើង trade យើងយកប្រហែលមែនណា3ថ្ងៃហើយបូកទៀតមក298 4ថ្ងៃបូកទៀតមក298 5ថ្ងៃអញ្ចឹង5ថ្ងៃខ្ញុំបានបន្នែ1490អញ្ចឹង1490ហ្នឹងយើងយក298ចែកឲ្យ$1490យើងឃើញ 0.02 អញ្ចឹងយើងគុណ100មកយើងបាន 20% អញ្ចឹងបើសិនជាខ្ញុំ trade ដល់ថ្ងៃហ្នឹងហើយ consistency ខ្ញុំ load មកដល់ 20% អញ្ចឹងការបែងចែក profit គេនឹងបែងចែកឲ្យយើងនេះបើយើង profit consistency យើងចន្លោះពី20ទៅ30យើងបាន 10% តែនៃ profit ទៀតទេបើតែយើង trade ចំណេញ 1000 គេដកលុយឲ្យយើងបានតែ100ចូលកុងទេប៉ុន្តែបើសិន profit consistency យើងក្រោម20ទៅ 10% ផលចំណេញគេឲ្យយើងដល់ 90% បើយើង trade បាន 1000 គេឲ្យយើងដល់ 900ប៉ុន្តែវាជាប់លក្ខខណ្ឌមួយទៀតការដក profit ដំបូងគឺត្រូវមាន profit 50% សិនទើបអាចឈានចូលដល់ profit 90% ណា 90% ហើយសម្រាប់ការ trade ជាការ recommend សម្រាប់ instant fund បើយើងជ្រើសរើស account យើងចង់ទិញអាមួយណាប្រឡងយើងទិញតាមហ្នឹងទៅហើយនេះកន្លែងនេះយើងមើលទៅប្រភេទ account standard មិន standard យ៉ាងម៉េចអីនេះយើងមើលតាមហ្នឹងទៅប៉ុន្តែសំខាន់អាហ្នឹងគឺពាក្យ instant នេះ instant fund អញ្ចឹង instant fund ហ្នឹងតើដែលយើងនឹងអាច trade risk management បានន័យថាយើងត្រូវមាន profit consistent បាច់ trade បានដោយធ្វើរបៀបម៉េចអ្នកទាំងអស់គ្នាព្យាយាមរក 2% ឲ្យបានក្នុងមួយថ្ងៃបើសិនជា account របស់អ្នកទាំងអស់គ្នានេះ$10000មួយថ្ងៃអ្នកទាំងអស់គ្នា trade កុំប្រើ SL លើស200 trade ម្ដងអា position កំពុង hold សរុបហ្នឹងក្នុងម៉ោងដែលកំពុងចូលធ្វើម៉េចពេលវាប៉ះ SL ទាំងអស់សរុបចូលគ្នាប្រហែល position ក៏ដោយកុំអោយលើស 2% នៃដើមទុនបញ្ជាក់ទៀតបញ្ជាក់ធ្លាក់គេប្រមានយើង2ដងគេដក account ទៅវិញហើយពីព្រោះអីឧទាហរណ៍បើសិនជាអ្នកទាំងអស់គ្នា trade មក SL 2% ហើយអ្នកទាំងអស់គ្នាដាក់ profit 1C1 អញ្ចឹង 2% ម្ដង 2% អញ្ចឹងអ្នកទាំងអស់គ្នា trade ប្រភេទ 1C1 វាធូរគេណាត់5ថ្ងៃគ្រប់ 10% ដល់លុយបានអញ្ចឹងវាអត់ងាយស្រួលអញ្ចឹងទេអញ្ចឹងអ្នកទាំងអស់គ្នាព្យាយាមប្រើ reverse 1x2 មកបានន័យថាអ្នកទាំងអស់គ្នាបើ account 10000ចូលម្ដង SL អាចនឹង$50បើគិតជាលុយ$50អញ្ចឹងបើមក trade ឬក៏និយាយថាមកប្រតិបត្តិការកំពុង trade មិនគិតថាប្រហែល position ទេអ្នកទាំងអស់គ្នាចូលម្ដងស្រប position កុំឲ្យខាតលើ50ហើយយើងចំណេញត្រឹម100ឯមក trade បើអាចចំណេញដល់200បានឬល្អថ្ងៃទី2បាន200ថ្ងៃទី3បាន200ទៀតអញ្ចឹងថ្ងៃទី5បានន័យថា
ចាន់គៀពុតប្រហោះសុកហ្នឹង5ថ្ងៃហ្នឹងយើង trade ចំណេញរហូតអញ្ចឹងដើម្បីយើង trade ចំណេញរហូតយើងត្រូវមានយុទ្ធសាស្ត្រដែលយើងច្បាស់ជាមួយទីផ្សារហើយយើងអាចរក profit ពីវាបានមកអញ្ចឹងមួយថ្ងៃ200 5ថ្ងៃវា$1000អញ្ចឹង$1000 profit ធំបំផុតគឺ$200មានអត់យើងអាច trade ឲ្យលើសទេតែហ៊ានតែលើស profit consistency វានឹងកើនហើយវានឹងកើនឥឡូវយើងឧទាហរណ៍អ្នកទាំងអស់គ្នា trade មួយថ្ងៃបាន200អញ្ចឹងបើ5ថ្ងៃវាបាន$1000អញ្ចឹង profit ធំបំផុត$200យកទៅចែកឲ្យ$1000ដែលយើងមានហ្នឹងមកពីព្រោះអីនៅទីនេះគេកំណត់លុយធំជាង 10% បានគេដកអញ្ចឹងយើងត្រូវយកចាប់ពី$1000ឡើងបានគេឲ្យដកលុយណាអញ្ចឹងយើងគុណមកនេះ 0.2 ហ่าតែយើងគុណឲ្យ100% វិញមកយើងឃើញហើយ profit consistency 20% មូលហេតុដែលបានយើងត្រូវការ20 rule គេចន្លោះពី10ទៅ20% អ្នកទាំងអស់គ្នាដក profit បានចន្លោះពី50% នៃ profit sharing ប៉ុន្តែទៅដល់ 90% ប៉ុន្តែបើអ្នកទាំងអស់គ្នា trade profit consistency ហ្នឹងចាប់ពី21ឡើងទៅ30អ្នកទាំងអស់គ្នាបានតែ 10% នៃ profit sharing ទេអញ្ចឹងដើម្បីបានផលប្រយោជន៍profit net profit ច្រើនមកយើងត្រូវទម្លាក់ profit consistency យើងឲ្យទូចមែនទែនអញ្ចឹងការទម្លាក់profit consistency ឲ្យទូចគឺយើង trade ទេកុំឡើងបើមិនជាថ្ងៃណាមួយដែលបាន profit ធំជាងគេហើយឧទាហរណ៍50រៀល100 150អញ្ចឹងយើង stop ខ្លួនឯងកុំឲ្យ TP លើសពី150ហើយយើងពលាងាយទៅឲ្យឆ្ងាយទៅ profit consistency វានឹងធ្លាក់ហើយឧទាហរណ៍ថាយើង trade 5ថ្ងៃប៉ុណ្ណឹងចុះបើសិនយើង trade 10ថ្ងៃពីអាទិត្យហើយយើង trade មួយថ្ងៃតែ200យើងយក200ចែក2000ណានេះអូខេ 10% អញ្ចឹងបើសិនជាយើងtrade របៀបហ្នឹងហើយ2សប្តាហ៍ profit consistency យើងវានឹងធ្លាក់ទៅសល់ 10% វិញហើយយើងពលាចឹងរហូតប៉ុន្តែ profit consistency គេកំណត់ឲ្យយើងតែត្រឹម10ទៅ20អញ្ចឹងទៅបានត្រឹម10ទៅ20លុយចំណេញយើងដកមកអញ្ចឹងត្រប់ទៅ profit យើងគឺយើងមានដល់$2000អញ្ចឹងពេលដែលយើងដកបានគេចែកយើងលើកទី1 50% ម្នាក់ប៉ុន្តែដល់ពេលលើកទី2លើកទី3ទៅគេឲ្យដល់70ទៅ90% នៃលុយ2000នេះដែលយើងចំណេញអញ្ចឹងយើងចែកដំបូងយើងចំណាយពេល5ថ្ងៃ trade ឲ្យចំណេញទៅមកដូចខ្ញុំប្រើពេលតែ3ថ្ងៃមួយថ្ងៃខ្ញុំ300ថ្ងៃទី4ខ្ញុំ trade មក trade ទៀតគ្រប់ខ្ញុំដកលុយសិនដើម្បី recover ដើមទុនដែលខ្ញុំចំណាយលុយទៅទិញហើយយើងចង់ដឹងដែរថាដកលុយទៅដំណើរការវាយូរអត់មិនអីចឹងណាហើយដំណើរការវាក្នុងតែមួយថ្ងៃរួចឲ្យប្រតិបត្តិការដកលុយទៅ team trade អីហ្នឹងសំខាន់យើងចំណេញហើយក្នុងថ្ងៃហ្នឹងគេតម្លាក់ account real មកវិញទៀតយើង trade បានទៀតដូចកន្លែងដែលខ្ញុំ trade នេះអញ្ចឹងពេលដែលតម្លាក់ថ្ងៃសុក្រមកហើយគេលើកម៉ងណាន់ហ្វាមខ្ញុំចូល trade ទៅខ្ញុំ trade យកតែ$300ខ្ញុំសម្រាប់អញ្ចឹងថ្ងៃច័ន្ទសប្តាហ៍ក្រោយទៅទៀតខ្ញុំចាប់ដើម trade លេងទៅទៀតអានេះជាការ challenge ចង់ដឹងថាយើងអាច trade ជាមួយសារទប់អារម្មណ៍ឬក៏ profit consistency ជាមួយយុទ្ធសាស្ត្រដែលយើងមានហ្នឹងធ្វើវាបានអត់អញ្ចឹងនេះគឺជាការ recommend មួយទេសម្រាប់អ្នកដែលគាត់ចង់បាន funding ទៅកាន់ហើយ trade ជាមួយលុយរៀលអាចដកលុយបានអត់បាច់ប្រឡង 2-3 វគ្គទេបញ្ជាក់នៅពេលដែលអ្នកទាំងអស់គ្នាចំណាយថវិកាទៅលើការទិញផាន់មួយនេះគឺបាន account real ណា account real ហើយប្រយ័ត្នប្រយែងមើល rule ដូចខ្ញុំប្រាប់អញ្ចឹងសរុបមក account 10000នេះមិនឲ្យខាតលើ$500ទេក្នុងមួយថ្ងៃសរុបការខាត់មិនឲ្យលើ1000ទេយើងចេះឆ្នៃលុយក្នុងមួយថ្ងៃ500ធ្វើម៉េចរកឲ្យបាន$200មកអញ្ចឹង10ថ្ងៃវាបាន2000ហើយអញ្ចឹង2000យើងអាចដកលុយបានដែរឬក៏1000យើងអាចដកលុយបានប៉ុន្តែវាពាក់ព័ន្ធជាមួយនឹង profit consistency ណាហើយជាទូទៅខ្ញុំប្រើ SL ទុំ$30ហ្នឹងវាដាក់មកថាយើង average loss ហ្នឹងនេះ$25អញ្ចឹងនៅពេលដែលយើង trade នៅពេលដែលយើងចេះប្រើ SLTP ត្រឹមត្រូវជាមួយយុទ្ធសាស្ត្រល្អយើងអាចតម្លើងតម្លាក់ lot size បានតាមចិត្តប៉ុន្តែអ្វីដែលសំខាន់គឺ win low profit ហើយនឹង SL ជាមួយនឹង TP របស់យើងឲ្យត្រូវជាមួយទំហំទីផ្សារណាទំហំទីផ្សារដែលវាដើរមាន fan កាន់អីដូចកន្លែងនេះhistory ខ្ញុំបាន verify account កាលពី22ថ្ងៃមុនបន្តមកទៀត4ថ្ងៃមុនអញ្ចឹងថ្ងៃនេះថ្ងៃទី4អញ្ចឹងថ្ងៃនេះថ្ងៃទី4អញ្ចឹងថ្ងៃដែលខ្ញុំទិញគឺថ្ងៃទី1ដើមខែខ្ញុំទិញ fan ហ្នឹងនេះខ្ញុំទិញ fan នេះគេ4ថ្ងៃអញ្ចឹងដល់ពេលបន្ទាប់ពីទិញ fan ហើយ4ថ្ងៃក្រោយនេះខ្ញុំចាប់ផ្ដើមដកលុយដោយសារខ្ញុំ trade តែ4ថ្ងៃទេដូចខ្ញុំប្រាប់អញ្ចឹងខ្ញុំ trade មួយថ្ងៃ300អញ្ចឹង4ថ្ងៃវា1200ប៉ុន្តែថ្ងៃចុងក្រោយខ្ញុំអត់ trade យក300ទេខ្ញុំ trade យកតែ150ដើម្បីដកលុយ
ព្រោះ3ថ្ងៃវា900ថ្ងៃទី4តាម150ទៀតមកបាន1000ជាងអញ្ចឹងនៅពេលដែលខ្ញុំដកនេះឃើញ profit ខ្ញុំបានតែ$101.8ទេអញ្ចឹងខ្ញុំចាយដើម50 profit ទី1ខ្ញុំរួចខ្លួនហើយខ្ញុំសល់បាន$50ទៀតអញ្ចឹងខ្ញុំអាចទៅទិញ fund នឹងថែមទៀតក៏បានដែរតែចាប់ពី account ទី2ទី3ទៅខ្ញុំនឹងព្យាយាមបន្ថែមថ្ងៃ trading day ខ្ញុំឲ្យឆ្ងាយខ្ញុំអត់ប្រើពេល4ថ្ងៃខ្ញុំអាចនឹងប្រើពេល10ថ្ងៃដើម្បីយក profit consistency 10% ខ្ញុំអាចបាន profit sharing លើកទី1 50% លើកទី2បានដល់90%ដោយសារយើងចំណាយពេលនេះនៅក្នុងដំណាក់កាលដែលយើង testing យើងព្យាយាមដក profit test ទៅដកមកដំណើរការរបៀបមិនអីរបៀបមិនអញ្ចឹងព្រោះយើងទៅតែឃើញមាន instant fund មួយនេះតម្លៃគួរសមសម្រាប់យើងយកទៅប្រឡងណាយកទៅប្រឡងអញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍កាន់ fund ជាមួយនឹង prop firm បច្ចុប្បន្នយើងឆែកមើលទៅប្រឡងយ៉ាងណាខ្ញុំព្យាយាមអានគោលការណ៍គេសិនទៅណាហើយសម្រាប់អ្នកដែលគាត់comment នៅក្នុង YouTube នៅក្នុង group Telegram នៅក្នុង channel Telegram គឺមានកន្លែង pin message សម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ចង់រៀនលម្អិតអំពីយុទ្ធសាស្ត្រ trading ឬក៏ព័ត៌មានសួរនាំគ្នាអីចែកម្លែកបទពិសោធន៍អីចូលក្នុង channel Trader 007KH មកក្នុង Telegram ឃើញហើយចុច link នៅកន្លែង pin message អាចនឹងខ្ញុំឆ្លើយតបទៅអ្នកទាំងអស់គ្នាវិញថ្ងៃនេះមានប៉ុណ្្នឹងទេអរគុណ